Ok, sự lên nào cái mà cùng can video thay mấy nhưngថ្ងៃនេះខ្ញុំចែកម្លែកមេរៀនមួយគឺរបៀបបង្កើត group នៅក្នុង Outlook ធម្មតានៅពេលដែលយើងធ្វើការឬក៏អីនៅក្នុង Outlook យើងត្រូវធ្វើការបង្កើត group មានថាយើង add employee ទាំងអស់ចូលទៅក្នុង group ហ្នឹងឥឡូវឧទាហរណ៍ថាខ្ញុំមាន user ក្នុងកន្លែងខ្ញុំមាន100នាក់អញ្ចឹងខ្ញុំត្រូវធ្វើការបង្កើត group មួយឲ្យ add user ចូលទៅក្នុង group មួយហ្នឹងឬក៏មួយទៀតយើងមាន team HR មាន5នាក់អញ្ចឹងខ្ញុំចង់ឲ្យអឺ5នាក់នៅក្នុង group មួយអញ្ចឹងគោលបំណងនៅពេលដែលយើង send ជា email អីយើងមិនបាច់ចាំវាយ user ទាំង5ឬក៏ទាំង10នាក់ហ្នឹងយើង send តែទៅជា group ហើយអូខេអញ្ចឹងនៅក្នុង Outlook គឺយើងធ្វើបានអ្នកគ្នាអញ្ចឹងអានេះធម្មតាវាមាន group អញ្ចេះអញ្ចឹងដើម្បីបង្កើត group អ្នកគ្នាអាចធ្វើការចូលទៅនៅក្នុងនេះជប់បន្តិចអូខេខ្ញុំមើលសិន user ខ្ញុំបង្កើតបានអត់ព្រោះនេះវា limit ដែរអាស្រ័យទៅលើថាតើយើងធ្វើការបង្កើត group បានអត់អូខេអញ្ចឹងអានេះវាមានទេសិនមក feature របស់អ្នកគ្នាអាហ្នឹងធម្មតាវាអាចនៅលើនេះក្នុងការបង្កើត group អីចឹងណាអញ្ចឹងអានេះអ្នកគេឃើញ group ឯនេះយើងក៏ right click លើវាទៅយក new group ឬចង់យើងអាច browse បានមាន group ណាខ្លះអត់មានទេឥឡូវអានេះ group វាទៅទេអញ្ចឹងខ្ញុំ right click លើវាមក new group ឥឡូវខ្ញុំដាក់ថា group អីគេខ្ញុំដាក់ថា HR user អូខេអញ្ចឹងខ្ញុំដាក់មកអញ្ចឹងនេះ email ដែលយើងចង់បានខ្ញុំចង់បានអីគេHR team ឬក៏ HR user អញ្ចឹងទៅ hr.user អូខេដាក់អញ្ចឹងទៅអញ្ចឹងដោយសារតែយើងអញ្ចឹងពេលបង្កើតមកវានឹងចេញឈ្មោះ hr.user @thekemtech.com ឬក៏ .online អញ្ចឹងអាហ្នឹងគឺជា domain ក្រុមហ៊ុនរបស់អ្នកនរគ្នាអញ្ចឹងនេះអ្នកគ្នាអាចដាក់ description ទៅ here is for HR group អញ្ចឹងទៅអញ្ចឹងនេះអ្នកគ្នាដាក់ទៅអត់ជាបញ្ហាទេអូខេអញ្ចឹងនេះខ្ញុំអត់ប៉ះពាល់វាទេ privacy អញ្ចឹងកន្លែងនេះសំខាន់ privacy មានថាគេបញ្ជាក់ដែរ only approved member can see what inside អញ្ចឹងនៅពេលដែលយើង send email អីចូលលុះត្រាតែ admin ទើបអាចទើបគាត់អាចមានសិទ្ធ approve បានហើយអាចឃើញអ្វីដែលនៅក្នុង group នឹងបានប៉ុន្តែខ្ញុំចង់ដាក់ជា public អូខេអញ្ចឹងដាក់ public មានថាពីណាគេក៏ដោយឲ្យតែនៅក្នុង organization ហ្នឹងគឺអាចឃើញគ្រប់ content យើងបានហើយអូខេអញ្ចឹងឥឡូវអានេះខ្ញុំយក public ទៅមានថាខ្ញុំគុំម្ដងខ្ញុំចង់កើតសម្រាប់ក្រុមហ៊ុនរបស់យើងឲ្យគេទទួលទាំងអស់អញ្ចឹង send all group emails and event to member inbox អញ្ចឹងអានេះនៅពេលដែល send email មកមានថា email មួយចូលក្នុង group email មួយចូលមក personal របស់យើងអញ្ចឹងខ្ញុំ recommend ឲ្យអ្នកគ្នាដាក់អាហ្នឹងទៅគឺដើម្បីឲ្យយើងបានទទួល update នៅពេលដែលគេ send email មកមានន័យថានៅពេលដែលអ្នកគ្នាដក tick វាចេញអ្នកគ្នាបានមើលក្នុង group អញ្ចឹងអាហ្នឹងគឺវាបាត់ព័ត៌មានហើយអូខេអញ្ចឹងមក setting ខ្ញុំមើលបន្តិចអូខេអញ្ចឹងគ្រាន់អង់គ្លេសទេភាសាទេអញ្ចឹងប៉ុណ្្នឹងមកអ្នកគ្នា create មកអូខេអញ្ចឹង create តបមកវាឲ្យយើងដាក់ member ឯងនេះគេឃើញខាងនេះ HR user វាចេញមកអញ្ចឹងអ្នកគ្នាអាចការ add user ក្នុង organization របស់អ្នកគ្នាឥឡូវទៅឲ្យខ្ញុំ add នឹងមានអត់ទេមើលសិនហើយជាងតន់មានដោយសារ user ខ្ញុំកំពុងបង្កើតអូខេអត់តន់មក user អូមានទេ user នេះថា user ខ្ញុំមួយគេខ្ញុំ add គាត់ចូលមកអូខេអញ្ចឹងសម្រាប់អ្នកគ្នាមាន user ផ្សេងទៀតឧទាហរណ៍អ្នកគ្នាគ្រាន់ចុចទៅលើហ្នឹងទៅអូខេចុចអានេះមកអូនេះវាឲ្យខ្ញុំដោយសារតែ permission user ខ្ញុំឬក៏វាមិនទាន់ update អានេះហ្នឹងធម្មតាវាចេញកន្លែងនេះគ្រប់ setting ដើម្បីឲ្យយើងបន្ថែម user អ្នកគ្នាអូខេចានេះដោយសារតែវាអាចមិនទាន់ sync ដោយសារតែខ្ញុំទៅបង្កើតអូខេដាក់នេះតិចអូ
ចឹងចាំមើលឲ្យក្រុមនឹងវាមានតែធម្មតានេះពេលយើងមានសិទ្ធិគ្រប់គ្រាន់យើងក៏ចុចលើក្រុមនឹងទៅកន្លែងនេះយើងអាចចុចក្រុម setting ដើម្បី add user បានប៉ុន្តែនេះសិនតែខ្ញុំទៅបង្កើតចឹងទៅវាអាចមិនទាន់ស៊ីនដោយសារអាចថាខ្ញុំប្រើ account trail ផងអូខេអញ្ចឹងហ្នឹងគឺជារបៀបបង្កើតក្រុមអញ្ចឹងបើសិនម្នាក់គ្នាចង់ធ្វើការបង្កើតក្រុមមួយទៀតគាត់ right click លើវាយក new group នេះទៅបង្កើតទៅបានហើយអូខេអរគុណអ្នកគ្នាអញ្ចឹងមេរៀនថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសិនអ្នកគ្នាមានជាចម្ងល់ទេអាច comment នៅក្នុងវីដេអូខាងក្រោមបាយបាយ